Rương ra đai run thốt miên vì nhiên nâng khmoi lông nẹ khăn phúm nâng nẹ đai thưa đầm nào cho lòng cạt lưu tè nụ hốt cái đã tin nô chia còn lại đai miên vị nhiên khmoi lông đai cua ở khai bầm phốt chấm nát thạ lệch muối không chấm nào còn lại miên vị nhiên khmoi xem tiệt không đồng bọn nụ hai rương ra đi ban cạt là bọn top vì cái đây khi thực cam bọn top khía không tè lệch làm đi bộ bong ốmมัน toàn បាន ដឹង ថា រឿង រ៉ាវ នោះ កើត ឡើង ដោយ របៀប ណា ឬ ក៏ មាន រឿង អ្វី ខ្លះ បាន កើត ឡើង សូម កុំ ភ្លេច ទៅ មើល នៅ វីដេអូ មុន ដែល ជា ករណី អាច កំបាំង នៅ ផ្ទះ 5D បន្ទាប់ ពី ករណី ឃាតកម្ម ដ៏ រន្ធត់ នៅ នីថារី ត្រូវ បាន លាតត្រដាង ហើយ ជន ដៃ ដល់ ត្រូវ បាន ចាប់ ខ្លួន មនុស្ស គ្រប់គ្នា គិត ថា សុបិន អាក្រក់ មួយ នោះ ត្រូវ បាន បញ្ចប់ ប៉ុន្តែ សម្រាប់ អ្នក ភូមិ ដែល រស់ នៅ ជុំវិញ ផ្ទះ លេខ 5D ភាព ភ័យ ខ្លាច ពិត ប្រាកដ ទើប នឹង ចាប់ ផ្ដើម នោះ ទេ នៅ ពេល ដែល ពន្លឺ ព្រះ អាទិត្យ រលត់ ទៅ ភាព ងងឹត ដ៏ ត្រជាក់ ស្រេប បាន គ្រប ដណ្ដប់ លើ ផ្ទះ ដែល បោះបង់ ចោល មួយ ខ្នង នោះ ហើយ រឿង រ៉ាវ ចម្លែក ដែល មិន អាច ពន្យល់ បាន ក៏ ចាប់ ផ្ដើម លេច ឡើង សប្តាហ៍ ថ្ងៃ នេះ ផ្ទះ លេខ 5D ត្រូវ បាន បិទ ច្រក ទ្វារ ចោល ចាក់ សោ យ៉ាង ជិត ស្មៅ និង វល្លិ ព្រៃ បាន ដុះ រុំព័ទ្ធ របង ជញ្ជាំង គ្មាន នរណា ម្នាក់ ហ៊ាន ឈាន ជើង ចូល ទៅ ក្នុង នោះ ឡើយ អគារ ទាំង មូល មាន សភាព ចាស់ ទ្រុឌទ្រោម និង ខ្មៅ ងងឹត ប្រៀប ដូចជា វិមាន នៃ សេចក្តី ស្លាប់ អ្នក ស្រុក នៅ ក្នុង ភូមិ បាន ចាត់ ទុក ផ្ទះ នោះ ថា ជា កន្លែង ដែល មាន វិញ្ញាណ ខ្មោច លង បន្លាច គួរ ឲ្យ ខ្លាច បំផុត មួយ រឿង រ៉ាវ ដែល ល្បី ខ្លាំង បំផុត គឺ កើត ឡើង នៅ ចន្លោះ ម៉ោង 12 យប់ ដល់ ម៉ោង 3 ទៀបភ្លឺ អ្នក ជិត ខាង ដែល ធ្វើ ដំណើរ ឆ្លង កាត់ នា ពេល រាត្រី តែងតែ និយាយ តគ្នា ថា ពួកគេ បាន ឮ សំឡេង ក្មេងៗ យំ ខ្សឹបខ្សួល ភាយ ចេញ ពី ក្នុង របង ផ្ទះ ដ៏ ស្ងប់ស្ងាត់ ជ្រងំ នោះ ពេល ខ្លះ វា ជា សំឡេង សើច លេង យ៉ាង សប្បាយ ហើយ ពេល ខ្លះ ទៀត វា ជា សំឡេង ស្រែក ហៅ រក ជំនួយ យ៉ាង ដង្ហោយ ពី តំបន់ លូ ទឹកស្អុយ ខាង ក្រោយ ផ្ទះ ដែល ជា កន្លែង លាក់ ទុក បំណែក សាកសព មិន ត្រឹម តែ សំឡេង នោះ ទេ សាក្សី ខ្លះ បាន អះអាង ថា ពួកគេ ធ្លាប់ បាន ឃើញ ស្រមោល ខ្មៅ ស្រពេច ស្រពិល របស់ កុមារ តូច រត់ លេង កាត់ បង្អួច កញ្ចក់ ដែល បែកបាក់ ថែម ទាំង មាន ស្រមោល ឈរ ផ្លុង សម្លឹង មក ផ្លូវ ខាងក្រៅ ហាក់ ដូចជា កំពុង រង់ចាំ ឪពុកម្ដាយ មក ទទួល ពួកគេ ត្រឡប់ ទៅ ផ្ទះ វិញ ជាក់ស្ដែង លោក រ៉ាមេស ដែល ធ្លាប់ បាន ជួប នៅ រឿង រ៉ាវ នៅ ទី នោះ បាន ប្រាប់ ថា លោក រ៉ាមេស គឺជា សន្តិសុខ ឯកជន ម្នាក់ ត្រូវ ដើរ ល្បាត ក្នុង ភូមិ នោះ ចន្លោះ ពី ម៉ោង 2 ទៅ ម៉ោង 3 ទៀបភ្លឺ នៅ យប់ មួយ ក្នុង រដូវ រងា បរិយាកាស ស្ងាត់ ជ្រងំ ខ្លាំង រួច មាន អាប់ ចុះ ស្ដើង នៅ ពេល ដែល គាត់ ដើរ កាត់ មុខ ផ្ទះ 5D ស្រាប់ តែ គាត់ បាន ឮ សំឡេង ចម្លែក មួយ គឺ សំឡេង ដូចជា ទះ បាល់ ទម្លាក់ លើ ឥដ្ឋ ឌឹប ចេញ ពី ខាង ក្នុង របង ផ្ទះ ដែល ចាក់ សោ ចិត្ត នោះ ដោយសារ តែ គិត ថា មាន ចោរ លួច ចូល គាត់ ក៏ បាន យក ពិល បញ្ចាំង កាត់ របង ដែក ចូល ទៅ ក្នុង ហើយ អ្វី ដែល គាត់ បាន ឃើញ បាន ធ្វើ ឲ្យ គាត់ កកឈាម ពេញ ខួរ ក្បាល តែ ម្ដង នៅ ពេល ដែល ពន្លឺ ពិល ស្រពេច ស្រពិល បាន ផ្ចាំង ទៅ មាន ក្មេង ស្រី តូច ម្នាក់ ស្លៀក សម្លៀក បំពាក់ ចាស់ រហែក កំពុង ឈរ អោន មុខ បោះ បាល់ លេង លោក រ៉ាមេស បាន ស្រែក សួរ ទៅ ទាំង ញ័រ មាត់ ថា កូន ស្រី ម៉េច មក លេង នៅ ទីនេះ ហើយ ចូល ទៅ ខាង ក្នុង ដោយ របៀប ណា ភ្លាម នោះ ក្មេង ស្រី នោះ បាន ងើប មុខ ឡើង មក យឺត ហើយ មុខ របស់ នាង គ្មាន ភ្នែក គ្មាន ច្រមុះ គឺ រលោង ស្អាត ដូច សាច់ ដុំ អញ្ចឹង លោក រ៉ាមេស ភ័យ ពេក ក៏ ទម្លាក់ ពិល ដួល សន្លប់ នៅ ទី កន្លែង នោះ ចាប់ តាំង ពី ពេល នោះ មក គាត់ បាន សុំ លា ឈប់ ពី ការងារ ភ្លាម តែ ម្ដង ហើយ ចំពោះ រឿង រ៉ាវ ទី 2 ដែល បាន កើត ទៅ លើ យុវជន សូមីត យុវជន សូមីត បាន ជួប នៅ រឿង រ៉ាវ នេះ ក្រោយ ពី រឿង ក្តី ឃាតកម្ម នោះ បាន ស្ងប់ស្ងាត់ ទៅ មិន យូរ ប៉ុន្មាន យុវជន សូមីត ដែល ជា អ្នក ចូលចិត្ត ថត វីដេអូ សាកល្បង ភាព ក្លាហាន នៅ តាម ផ្ទះ ដែល បោះបង់ ចោល ហើយ សូមីត បាន លួច ផ្លោះ របង ចូល ទៅ ក្នុង ផ្ទះ លេខ 5D នៅ ពេល កណ្ដាល អាធ្រាត្រ ជាមួយ នឹង ទូរស័ព្ទ ដៃ របស់ គាត់ បរិយាកាស ខាង ក្នុង ផ្
ផ្ទះគឺត្រជាក់ខុសពីខាងក្រៅខ្លាំងរហូតដល់ដកដង្ហើមចេញផ្សែងនៅពេលដែលគាត់ដើរចូលទៅដល់បន្ទប់បាយកន្លែងដែលធ្លាប់មានឃាតកម្មនឹងកាត់សាកសពហ្នឹងស្រាប់តែភ្លើងទូរស័ព្ទរបស់គាត់បានរលត់ទាំងកម្រិតថ្មរបស់គាត់នៅសល់ 90% ហើយក្នុងភាពដ៏ងងឹតឈឹងហ្នឹងសូមីតបានឮសំឡេងដកដង្ហើមធំរបស់មនុស្សស្រីនៅក្បែរត្រចៀករបស់គាត់ភ្លាមនោះគាត់មានអារម្មណ៍ថាមានដៃដ៏ត្រជាក់ស្រេបដូចទឹកកកមកច្របាច់ករបស់គាត់ពីខាងក្រោយយ៉ាងណែនរហូតដល់ថប់ដង្ហើមគាត់បានខំប្រឹងរើបំរាស់បុកទ្វារផ្លោះរបងចេញមកខាងក្រៅទាំងត្រឡោកខ្យល់នៅពេលដែលមកដល់ផ្ទះគ្រួសាររបស់គាត់បានឃើញមានស្នាមម្រាមដៃប្រឡាក់ឈាមខ្មៅជាប់នឹងករបស់គាត់យ៉ាងច្បាស់ទោះបីជាគាត់ព្យាយាមលាងទឹកយ៉ាងណាក៏ដោយក៏មិនជ្រះដែររហូតអស់រយៈពេលជាច្រើនសប្តាហ៍ទើបស្នាមនោះបានរលាយផុតបាត់ទៅហើយចំពោះរឿងរ៉ាវកើតឡើងជាបន្តទៀតគឺមានច្រើនរហូតដល់កើតទៅលើអ្នកស្រីដែលជាអ្នកភូមិមួយនៅក្នុងដែលរស់នៅក្នុងភូមិហ្នឹងដែលអ្នកស្រីមានឈ្មោះថាអ្នកស្រីអានីតាដែលគាត់ធ្លាប់បានឆ្លងកាត់នៅផ្ទះហ្នឹងអ្នកស្រីអានីតាគាត់ក៏ជាអ្នកភូមិនីថារីនឹងដែរដែលគាត់ធ្លាប់ស្ដាប់សំឡេងក្មេងៗដែលបានបាត់ខ្លួនខ្លះហ្នឹងគឺគាត់ធ្លាប់បានស្គាល់ធ្លាប់បានឮសំឡេងចាំទាំងរូបរាងចាំទាំងសំឡេងកាលពីឆ្នាំមួយនោះគាត់បានមានរវល់រហូតដល់ម៉ោង11យប់ទើបត្រូវដើរត្រឡប់មកផ្ទះវិញដោយជៀសមិនរួចត្រូវដើរកាត់ផ្លូវមកផ្ទះលេខ 5D គាត់ក៏បានដើរអោនមុខនឹងសូត្រធម៌តិចក្នុងចិត្តដើម្បីកាត់បន្ថយភាពភ័យខ្លាចប៉ុន្តែនៅពេលដែលគាត់ដើរមកចំមុខទ្វាររបងធំស្រាប់តែមានសំឡេងក្មេងស្រីម្នាក់ដែលសំឡេងនោះគាត់គឺច្បាស់ណាស់គឺជាសំឡេងដែលគាត់ធ្លាប់ស្គាល់គឺជាសំឡេងក្មេងស្រីរីមប៉ាដែលជាក្មេងស្រីរងគ្រោះក្នុងករណីមុនហ្នឹងគឺបានមកឮសំឡេងឡើងពីខាងក្រោយខ្នងរបស់ដោយឮសំឡេងថាមីងអានីតាជួយបើកទ្វារឲ្យខ្ញុំផងខ្ញុំរងាណាស់ពេលនោះអ្នកស្រីអានីតានឹកឃើញបណ្ដាំចាស់ថាបើដើរពេលយប់ហើយមានគេហៅកុំងាកក្រោយឲ្យសោះអ្នកស្រីក៏បង្កើនលបឿនដើរស្ទើរតែរត់ប៉ុន្តែសំឡេងដានជើងតូចឮសូរប៉ាត់នៅតែរត់ដេញតាមពីក្រោយអ្នកស្រីរហូតដល់ថ្នាក់អ្នកស្រីមានអារម្មណ៍ថាមានគេមកទាញជាយសម្លៀកបំពាក់របស់អ្នកស្រីពីខាងក្រោយទៀតផងហើយនៅពេលនោះពេលដែលរត់មកដល់ផ្ទះអ្នកស្រីបានធ្លាក់ខ្លួនឈឺគ្រុនក្តៅខ្លាំងរវើរវាយអស់រយៈពេល3ថ្ងៃពេញក្រោយៗមកទៀតមានរឿងរ៉ាវជាច្រើនដែលបានកើតមកលើអ្នកភូមិដែលខ្ញុំមិនអាចរៀបរាប់អស់ប៉ុន្តែបើតាមជំនឿរបស់ប្រជាជននៅក្នុងតំបន់នោះពួកគេជឿជាក់យ៉ាងមុតមមថាវិញ្ញាណរបស់កុមារនិងស្ត្រីរៀនស្លូតត្រង់ទាំងនោះមិនទាន់បានទៅកាន់សុគតិភពនៅឡើយទេដោយសារតែជីវិតរបស់ពួកគេត្រូវបញ្ចប់ទៅទាំងវ័យក្មេងក្រោមទារុណកម្មដ៏ខុសខើនិងអយុត្តិធម៌បំផុតទើបធ្វើឲ្យធម៌ពលនៃនឹងការឈឺចាប់នៅតែដក់ជាប់នៅក្នុងបរិវេណផ្ទះនោះមិនព្រមរលាយបាត់បង់តាមពេលវេលាសូម្បីតែគ្រូបែបជំនឿក្នុងស្រុកក៏មិនហ៊ានចូលទៅធ្វើពិធីដោះរំដោះគ្រោះនៅក្នុងផ្ទះនោះដែរព្រោះពួកគេយល់ថាវិញ្ញាណខឹងខ្លាំងសម្បានៅទីនោះមានច្រើនពេកនិងមានការចងគំនុំយ៉ាងខ្លាំងបាទបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះគឺត្រូវបានបញ្ចប់ត្រឹមនេះហើយការពិតទៅសាច់រឿងហ្នឹងគឺមានច្រើនដែលរឿងរ៉ាវទាំងអស់ហ្នឹងគឺអ្នកភូមិនៅទីនោះគឺជួបមានច្រើនតែខ្ញុំសូមលើកយកតែ3សាច់រឿងសម្រាប់ចែកជូនសូមអរគុណសម្រាប់ការតាមដាននៅវីដេអូមួយនេះហើយប្រសិនបើអ្នកជឿនិងធ្លាប់បានឮនៅរឿងរ៉ាវចម្លែកបែបនេះសូមបញ្ចេញមតិនៅខាងក្រោមសូមជួយគាំទ្រនិងចុចតាមដាន Channel របស់ខ្ញុំដើម្បីជួបគ្នានៅសាច់រឿងក្រោយៗមកទៀតសូមជម្រាបលា